ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះក៏សូមណែនាំបងប្អូនទាំងអស់គ្នាមកទស្សនាអំពីការមកញ៉ាំម្ហូបរបស់ខ្មែរយើងនៅហាងបាយសហាងបាយសនេះដែរមានទីតាំងស្ថិតនៅរង្វង់មូនៅក្បែររង្វង់មូវត្តភ្នំប៉ុន្តែកន្លែងរង្វង់មូដែលខ្ញុំថតនេះគឺនៅរង្វង់មូដើមពោចឹងក៏ខ្ញុំបានមកពីរនាក់ជាមួយនឹងភ្ញៀវរបស់ខ្ញុំគាត់គឺជាមេចុងភៅរបស់ខ្ញុំកាលពី2ឆ្នាំមុនហើយក៏មានតំណែងជាមួយគ្នាអាសាគាត់ដែលអូនខ្ញុំដែលអូនអញ្ចឹងរកឲ្យញ៉ាំជុំគ្នារសាគាត់គឺជាជនជាតិថៃអញ្ចឹងដែរអញ្ចឹងបន្ទាប់មកក៏ពួកខ្ញុំចាប់ផ្ដើមកំងមហូបមានសឡកកូអានេះកកូត្រីអណ្ដែងជាមួយនឹងថ្នោតរបស់យើងហើយញ៉ាំទៅវាគ្រីមីមែនតើតមកក៏ពួកខ្ញុំចាប់ដើមថតតិចតួចអានេះគឺជាប្រហុកមែនបងសំទោសបុកក៏តុយហែខាងអ្នកខេត្តសៀមរាបយើងមានតស្តុកយើងមានស្ដៅគួរយើងមានជីហើយយើងមានម្ទេសជាមួយនឹងថប់ពីពណ៌អីចឹងទៅអានេះគឺជាបុកតុយហែរបស់យើងហើយគាត់កំងសឡដោយសារខ្ញុំតែពីរនាក់ខ្ញុំស្រឡាញ់តែពីរមុខទេគាត់កំងសឡកកោខ្ញុំសឡខជើងជ្រូកជាមួយនឹងក្របកៅឡាហើយគាត់កំងស្លកកោចឹងទៅហើយកតុយហែហ្នឹងខាងបងគាត់ free ឲ្យអាហ្នឹងដូចជា welcome មហូបរបស់គាត់ចឹងណាហើយពួកខ្ញុំក៏ចាប់ដើមថតតិចតួចនៅហ្នឹងមានភ្ញៀវច្រើនមែនតើដែលជាទូទៅមួយថ្ងៃអាចដាក់មនុស្សបានពីសំទោសជាមួយថ្ងៃមានភ្ញៀវ160នាក់ទៅ200នាក់ចឹងហើយហាងហ្នឹងឈ្មោះថាហាងបាយសចឹងយើងកុំចោលបាយសហើយនៅក្នុងនោះមាន menu ម្ហូបច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងម្ហូបខាងខេត្តសៀមរាបនិងតាមបណ្ដាលម្ហូបផ្សេងដែលយើងធ្លាប់ញ៉ាំពីទូថា feel like យើងញ៉ាំទៅម្ហូបបែបនៅផ្ទះបែបអីអញ្ចឹងណាយើងមានកៅទឹកសេរីចាស់ទាំងប្រភេទចានប្រភេទតុកៅអី feel បែបអូមាន decoration ច្រើនមានសាច់ខនៅលើតុយើងមានទឹកស៊ីអ៊ីវបែបសេរីចាស់អញ្ចឹងទៅហើយក៏ពួកខ្ញុំចាប់ផ្ដើមដួសបាយហូបអញ្ចឹងទៅហើយសម្រាប់ការណាត់ជួបគ្នាលើកនេះដែរគឺគាត់យកកាដូឲ្យខ្ញុំដោយសារខ្ញុំបានពឹងគាត់ជួយទិញកាដូឲ្យខ្ញុំពីថៃគឺប្រអប់ក្រហមនៅខាងឆ្វេងដៃរបស់ខ្ញុំហ្នឹងគឺជាប្រភេទនាឡិកាជីសោកអញ្ចឹងចាំពេលរួចរាល់ចាំខ្ញុំធ្វើវីដេអូមួយទៀតពាក់ព័ន្ធជាមួយនឹងនាឡិកាជីសោកហើយពួកខ្ញុំចាប់ដើមញ៉ាំដាក់ឆ្កឹះដាក់ស្លាបព្រាអ្វីដែលពួកខ្ញុំធ្វើនេះគ្រាន់តែពួកខ្ញុំចង់ចែករំលែកពីម្ហូបអាហាររបស់ខ្មែរយើងអាចនិយាយបានថា review ម្ហូបក៏បានប៉ុន្តែអានេះខ្ញុំធ្វើទុកជាអនុស្សាវរីយ៍ផងក៏ខ្ញុំផុសឲ្យបងចែកជូនបងប្អូនមើលដែរអញ្ចឹងម្ហូបហ្នឹងខ្ញុំអាច recommend ឲ្យបងទៅញ៉ាំបានអញ្ចឹងវាខ្ញុំម្ហូបទៅឆ្ងាញ់ទាំងអស់ដោយសារមេចុងភៅមានជំនាញនិងបទពិសោធន៍ច្រើនឆ្នាំជាមួយនឹងការតុបតែង decor សំខាន់រសជាតិតម្លៃប៉ុណ្ណឹងហើយរសជាតិឆ្ងាញ់យើងអត់សូវមានកន្លែងណាអាចធ្វើបែបហ្នឹងបានទេរសជាតិគាត់គឺ the best មែនតើចឹងក៏សូមបងប្អូនមើលពួកខ្ញុំញ៉ាំតិចទៀតសិនទៅចាំពួកខ្ញុំនិយាយបន្តទៀតមើលតមកទៅដឹងហើយដោយសារពួកខ្ញុំក៏ជាចុងភៅជំនាញមកតែពួកយើងផ្នែកខុសគ្នាមានផ្នែកជប៉ុនផ្នែកថៃអីចឹងទៅមើលតមកទៅឆ្ងាញ់មែនតើស្រឡាញ់គ្នាញ៉ាំរសជាតិកវីក្បាលម៉ែកវីក្បាលរបៀបថាយើងណាត់ទិញទៅសេយើងអត់ដឹងថានិយាយថាម៉េចតែបើយើងស្លោរសជាតិអាចស្តៀងហ្នឹងប៉ុន្តែយើង respect ដល់មេចុងភៅខ្លាំងបំផុតគឺគាត់ធ្វើបានគឺគាត់លក្ខណៈថាវាឆ្ងាញ់អត់ដឹងថានិយាយថាម៉េចយើងធ្វើបានប៉ុន្តែយ៉ាងហោចណាស់ក៏យើងស្លោទៅ5ទៅ8 9ដងដែរទំនំបានរសជាតិបែបនេះអូយបទពិសោធន៍ច្រើនឆ្នាំណាស់ទំនំបានធ្វើម្ហូបប៉ុណ្នេះឆ្ងាញ់មែនតើដោយសារទូឡើយខ្ញុំចូលចិត្តហូបខអញ្ចឹងខនេះខ្ញុំចេះហូបក្នុងអាយុ15ឆ្នាំតែពីទូឡើយកាលក្មេងខ្ញុំមិនចូលចិត្តខទេ
ដោយសារខ្ញុំមានអារម្មណ៍ថាម្ហូបអីផ្អែមខ្ញុំធ្លាប់តែញ៉ាំកូកាដល់ពេលយើងដល់អាយុមួយដែលថា19ក្រាស់ទៅ20យើងចាប់ដើមចេះហូបខចេះហូបស្ងោរម្រះអញ្ចឹងមិនគេនិយាយថាយើងនឹងចាប់ផ្ដើមប្រែប្រួលតាមអាយុរបស់យើងតាមវ័យរបស់យើងអញ្ចឹងទៅហើយក៏ខ្ញុំបានសាកកតុយហេះអីដែរអញ្ចឹងណាបងប្អូនអញ្ចឹងរសជាតិនឹងអាចនិយាយបានថាតម្លៃស័ក្តិសមនឹងគុណភាពហើយឆ្ងាញ់បំផុតសម្រាប់ម្ហូបតាមផ្ទះដោយសារអ្នកខ្លះគាត់អត់មាន feel ម្ហូបតាមផ្ទះបើអ្នកធ្លាប់ពិបាកពីទូចអ្នកធ្លាប់មានសង្គមបរិបទញ៉ាំម្ហូបបែប feel like home អ្នកខ្លះស្មាតទៅខ្ញុំអាចនិយាយថាបើនិយាយទៅវាអាចប៉ះពាល់បន្តិចប៉ុន្តែពេលច្រើនបងប្អូនអ្នកដែលគាត់អ្នកមានគាត់អត់សូវបានទទួលអារម្មណ៍បែបហ្នឹងពេលខ្លះគាត់ហូបម្ហូបក្រៅប៉ាម៉ាក់គាត់មាន business ច្រើនគាត់ធ្វើការអញ្ចឹងគាត់អត់មានអារម្មណ៍ថាញ៉ាំបាយតុកជាមួយបងប្អូនម៉ាក់ប៉ាស្រួលបួលអញ្ចឹងអ្នកខ្លះក៏គាត់អត់មានអារម្មណ៍បែបហ្នឹងហើយអ្នកខ្លះក៏គាត់មានកូនទូគាត់បញ្ជូនទៅរៀននៅស្រុកក្រៅអញ្ចឹងទៅគាត់អត់មានអារម្មណ៍ថាញ៉ាំបាយផ្ទះលក្ខណៈថាបាត់ចិត្តមួយល្មមគាត់អាចនឹងអត់មានអារម្មណ៍បែបហ្នឹងតែបើសិនជាគាត់ចង់បានមានអារម្មណ៍បែបហ្នឹងគាត់អាចជឿទៅហាងបាយសមកជាមួយហើយក៏ខ្ញុំចាប់ដើមដួសស្លកកោបោះមេចុងភៅរបស់ខ្ញុំគាត់កំងស្លហ្នឹងដោយសារនៅថៃក៏មានស្លហ្នឹងដែរអញ្ចឹងគាត់ចង់ភ្លក់ហ្នឹងហើយវាធ្វើពីសាច់ត្នោតដូចគ្នាក៏សួរខ្ញុំថាម៉េអាហ្នឹងអីគេខ្ញុំប្រាប់គាត់ថាអាហ្នឹងសាច់ត្នោតគាត់នៅយើងនេះគាត់នៅបាន2ឆ្នាំ3ឆ្នាំអីចឹងក៏ផ្លែខ្លះគាត់ស្គាល់ផ្លែខ្លះក៏គាត់ស្គាល់ប៉ុន្តែគាត់ថានៅថៃវិញប៉ុន្តែគាត់និយាយជាភាសាខ្មែរអត់បានខ្ញុំចាប់ផ្ដើមញ៉ាំទៀតហើយខ្ញុំដួសស្លមែនប៉ុន្តែខ្ញុំបោះឲ្យខរបស់ខ្ញុំសិនហើយបាទខ្ញុំភ្លក់ស្លពីក្រោយបើតមាត់ដឹងឲ្យឈ្ងុយចើមនេះមិនអត់ឆ្ងាញ់ទេណាអត់វាអត់ដឹងនិយាយថាម៉េចវាឆ្ងាញ់មែនតើហ្មងសម្រាប់ការពាក់មួករបស់ខ្ញុំនេះដែរខ្ញុំជាទូទៅខ្ញុំមិនមែនអង្គុយមួយម្លេចខ្ញុំពាក់មួកដោយសារសក់ខ្ញុំខ្លីចឹងខ្ញុំធ្វើការនៅហាងជប៉ុនតម្រូវឲ្យសក់ខ្លីក៏បានសក់វែងក៏បានតាម policy នៅកន្លែងក្រុមហ៊ុនអញ្ចឹងណាលិតចានលិតអីតើមកចាប់ដើមភ្លក់ស្លឆ្ងាញ់ណាស់ពេលតមាត់ទៅដឹងហើយជូតមកដោយសារខ្ញុំយកកំប៉ុងកដាដាក់កលកាមេរ៉ាថតដល់ពេលអញ្ចឹងអត់មានកដាជូតមកបើទាំងឆ្អឹងទៀតតោះមកខ្ញុំប្រាប់គាត់ថាខនេះឆ្ងាញ់ណាគាត់មិនតបានភ្លក់ខហ្នឹងទេបបលកាមេរ៉ាទៅតុកម្ដងនិយាយទៅល្មមយើងបាត់ចិត្តប៉ុណ្្នឹងយើងញ៉ាំម្នាក់មួយមុខទៅវាច្រើនហើយស្លមួយចានមកពួកគាត់ច្រើនមែនតើចឹងអូគ្រប់យ៉ាងគឺ perfect ឆ្ងាញ់បាយសទៅអូឆ្ងាញ់ណាស់ខ្ញុំទៅខកបាយចេញនេះខ្ញុំតែមានពេលបងយកទៅនឹងមកកាត់ដោយសារម្សិលមិញហ្នឹងគឺខ្ញុំទៅពីអ្នកគាត់ពីល្ងាចដែរបន្ទាប់ពីចេញពីញ៉ាំកាហ្វេរៀងការងារបន្តិចអានេះបើយើងញ៉ាំទៅញ៉ាំ 4-5 នាក់យើង share គ្នាទៅយើងហាមមកបាន5មុខនៅហ្នឹងមានមួយឯងមានអីច្រើនដែរអញ្ចឹងនិយាយទៅមិនឆ្ងាញ់ទឹកស្ល
បើយើងធ្វើនៅតែវាចេបចុកវាពេកយើងចំណាយពេលវេលាទៅទិញខ្លួនឯងស្លោល្មមបានបើកភ្លើងចោលខ្លាំងហ្នឹងក៏ស្លឹកអីហ្នឹងវានោបអស់វាលាយទៅតាមទឹកអស់ដោយសារស្លឹកខ្លះយើងត្រូវតម្លាក់ទៅយើងបិទកាត់ភ្លើងបិទទៅមកចៃគ្នាអត់ត្រូវពូចៃគ្នានេះស្អីខមួយចានមានសាច់3ដុំធំៗយ៉ាងពុំពូចៃគ្នាអូជើងគោនេះជើងអូ sorry ខសាច់ជ្រូកនេះជើងសាច់ជ្រូកនេះធំល្អមែនតើតពូជពីបន្ទាប់មកយើងដល់វីដេអូដែលខ្ញុំដាក់រោចោលមើលមេចុងភើខ្ញុំក៏ភាសាបាយម្ដងភ្ញៀវនៅនឹងច្រើនទីតាំងធំទលាយហើយក៏មានបន្ទប់ private 5-6 បន្ទប់ដើម្បីអញ្ជើញបងប្អូនគាត់មាន booking គាត់ញ៉ាំលក្ខណៈថាគាត់មាន team work គាត់មានmeeting គាត់ញ៉ាំបាយហើយគាត់ទៅចែកគ្នានិយាយពីការងាររបស់ពួកគាត់អញ្ចឹងវាល្អមែនតើហើយនៅជុំវិញហ្នឹងមានសន្តាគារមានហាងច្រើនមានក្រសួងក៏ច្រើនអញ្ចឹងបងប្អូនដែលគាត់ចេញញ៉ាំរបាយញ៉ាំពេលថ្ងៃត្រង់អាហ្នឹងល្អមែនតើគឺទីតាំងហ្នឹងនៅចិត្តក្រសួងនៅអីមែនតើអញ្ចឹងណាថែមបាយទៀតខ្ញុំដឹងថាថែមបាយទៀតដើម្បីបង្ហើយបង្ហូបពួកគាត់ទាំងអស់សុទ្ធតែពួកគាត់មកញ៉ាំបាយថ្ងៃត្រង់គាត់ញ៉ាំបាយហើយគាត់ rest គាត់ទៅជែកគ្នាហើយគាត់ហៅបង្អែមថែមទៅជែកគ្នាលេងបានគាត់ចូលធ្វើការមេយកកំភើខ្ញុំចាប់ដើមដូរបាយចាប់ដើមហូបបាយបើយើងអត់ញ៉ាំទាំងអស់វាស្ដាយសារមហូបឆ្ងាញ់អញ្ចឹងពួកខ្ញុំហូបបាយហើយខ្ញុំសួរគាត់ថាប៉ាចង់ញ៉ាំបង្អែមអត់គាត់ថាអត់ទេគាត់មកកន្ទុយហើយចាប់ដើមញ៉ាំកន្ទុយហេះដល់បន្លែគ្រប់មុខខ្ញុំដាក់ជីមកកាច់ជីមកបន្ទាប់មកខ្ញុំដាក់កន្ទុយហេះទៅហែងចាប់ដើមដាក់ពពីអីដាក់អសក់ទៅមកក៏ទៅដាក់មកទៀតតែមកទីនេះហល់ខ្លាំងវាហល់ខ្លាំងសម្រាប់ខ្ញុំមែនតើគាត់មុខចាំមិនឆ្ងាញ់ទៅមកបាត់វាដាក់កាមេរ៉ា Walker សិនពេល Walker ហើយបើខ្ញុំចាប់ដើមបង្វិលកាមេរ៉ាមកខ្ញុំវិញសូមមួយកាមេរ៉ាសិនហើយបានញ៉ាំវាគ្រប់រសជាតិវា smell ជីផងទៅសក់ផងពពាយបន្តិចរសជាតិច្រប់ផ្សេងគ្នាទៅសក់ច្រប់ទៅមានទឹកពពាយវាច្រប់ទៅវាស្រួយដោយសារយើងធាំទឹកកកវាអញ្ចឹងណាហើយបន្ទាប់មកក៏ចាប់ដើមមេចុងភៅក៏ដើរសំណេះសំណាលបងប្អូននៅកន្លែងតុដែលអញ្ជើញមកញ៉ាំម្ហូបអាហារនៅហាងរបស់គាត់អញ្ចឹងណានឹងជា renovate របស់គាត់អរគុណបាយបាយ